ការពីវីដេអូមុនខ្ញុំបាននិយាយថាសត្វកាសាប្រភេទហ្នឹងវាប្រកែកចាក់ត្រីណាស់ដោយប្រើចំពោះដ៏មុតស្រួយរបស់វាបងប្អូនចង់ដឹងដែរឬទេថាសកម្មភាពដែលវាចាក់ត្រីហ្នឹងវាចាក់ដូចម្ដេចហើយវាចាក់បានត្រីអីខ្លះកុំភ្លេចតាមដានទស្សនានៅក្នុងវីដេអូនេះទាំងអស់គ្នាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសកម្មភាពដែលសត្វកាសាវាចាក់ត្រីហើយវីដេអូនេះដែរខ្ញុំទើបតែថតបានកាលពីម្សិលមិញថ្ងៃល្ងាចនោះទេតែត្រូវចំណាយរយៈពេល2ថ្ងៃដើម្បីថតបានសកម្មភាពទាំងនេះដើម្បីបង្ហោះជូនបងប្អូនទស្សនាកុំអោយចេះតែថាអូសជាតិចេះតែនិយាយថាសត្វកាសាហ្នឹងប្រកែកចាក់ត្រីចាក់អីមែនតែមិនដែលឃើញសកម្មភាពរបស់វាចាក់ឲ្យមើលសោះហើយកុំអោយខាតពេលយូរទៅទស្សនាវីដេអូសកម្មភាពដែលវាចាក់ត្រីទាំងអស់គ្នានេះគឺជាសកម្មភាពរបស់សត្វកាសាប្រភេទដែលវាកំពុងតែចាក់ត្រីហើយត្រីដែលវាចាក់នោះគឺជាត្រីអណ្ដែងនៅក្នុងស្រែដែលកសិករទើបតែបង្ហូរទឹកចេញហើយវាយដីនោះដើម្បីពង្រស់ស្រូវពេលនោះត្រីអណ្ដែងវាក៏បានកប់ចូលទៅក្នុងភក់ហើយសត្វក្រសាមួយហ្វូងក៏វាបាននាំគ្នាមកចុះនៅក្នុងស្រែនោះសត្វក្រសាមួយហ្វូងនេះគឺវាបានឈរសម្កុកចាំនៅទីនេះរយៈពេលប្រមាណជា1ម៉ោងទៅ1ម៉ោងកន្លះដើម្បីចាំត្រីចេញអំពីក្នុងភក់មកមិនយូរប៉ុន្មានត្រីដែលកប់ក្នុងភក់នោះក៏បានលេចវត្តមានឡើងជាឱកាសរបស់សត្វក្រសាប្រភេទប្រើចំពោះដ៏មុតស្រួចរបស់វាចាក់ទៅលើត្រីនោះហើយធ្វើជាចំណីអាហារតែម្ដងកាលបើចាប់ត្រីបានហើយវាមិនលេបភ្លាមនោះទេវាបានបន្តប្រើចំពោះដ៏មុតស្រួចរបស់វាបុកទៅលើត្រីអណ្ដែងនោះនិងរលាក់វាឲ្យទន់សាច់នឹងធ្វើការបំបាក់មុំដ៏មុតស្រួចទាំងពីររួចធ្វើការលេបពីក្បាលទៅមុនដោយជ្រលក់ទឹកសើមហើយលេបចូលទៅក្នុងពោះតែម្ដងចំណែកសត្វក្រសាផ្សេងទៀតក៏បន្តរងចាំត្រីដែលអណ្ដែតចេញពីក្នុងភក់ដូចជាសត្វក្រសាមួយក្បាលនេះតែម្ដងហើយសត្វក្រសាប្រភេទខ្លះនៅពេលដែលឃើញគេបានចំណីក៏ស្ទុះមកដណ្ដើមគេផងដែរដោយខ្វះការអត់ធ្មត់ក្នុងការរងចាំចំណីហើយសកម្មភាពបែបនេះពួកវានៅតែបន្តធ្វើតាំងពីព្រឹករហូតដល់ព្រលប់ទើបនាំគ្នាហើរចូលទ្រនំក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅខ្ញុំសូមសរសើរសត្វកាសាប្រភេទនេះវាពិតជាមានការអត់ធ្មត់មែនទែនក្នុងការរងចាំចំណីប៉ុន្តែអ្នកដែលអត់ធ្មត់ខ្លាំងជាងគេនោះគឺអេដមីនតែម្ដងគឺអត់បាយក្រហាយទឹកដើម្បីរងចាំថតសកម្មភាពរបស់ពួកវាចាប់ចំណីបើនិយាយពីរឿងសត្វកាសាធ្នងវិញគឺវារៀងផ្អើលបន្តិចវាអត់សូវដូចកាសាប្រភេទនោះទេវារៀងអៀនវាចូលចិត្តរកចំណីនៅលក្ខនឹងគៀនព្រៃតែកាសាប្រភេទវាអាចបង្ហាញឲ្យទលំទលាយតែម្ដងនៅក្នុងស្រែឬទីវាលផ្សេងដើម្បីងាយស្រួលឲ្យខ្ញុំបានថតសកម្មភាពដែលល្អបែបនេះចែកជូនពុកម៉ែបងប្អូនទស្សនាវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្ររាល់ការផ្សព្វផ្សាយអំពីសត្វស្លាបនិងសក្តានុពលធនធានធម្មជាតិរបស់ខ្ញុំសូមអរគុណពុកម៉ែបងប្អូន